ជាមួយផែនការកសិកម្មបែបចម្រុះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីផែនការអភិវឌ្ឍកសិកម្មបែបចម្រុះកសិដ្ឋានចម្រុះគឺជាការរួមបញ្ចូលសារត្រីមាន់និងបន្លែនៅក្នុងប្រព័ន្ធតែមួយរបៀបនេះជួយបង្កើនផលិតភាពបង្កើនចំណូលនិងកាត់បន្ថយហានិភ័យសម្រាប់គ្រួសារកសិករ Slide 2និយមន័យនិងគោលបំណងកសិកម្មបែបចម្រុះជាប្រព័ន្ធផលិតកម្មកសិកម្មដែលរួមបញ្ចូលការដាំដំណាំការចិញ្ចឹមសត្វនិងសកម្មភាពពាក់ព័ន្ធផ្សេងៗនៅក្នុងកសិដ្ឋានតែមួយគោលបំណងសំខាន់របស់វាគឺដើម្បីប្រើធនធានឲ្យមានប្រសិទ្ធភាពកាត់បន្ថយហានិភ័យនិងបង្កើនចំណូលលើសពីនេះវាក៏ជួយបង្កើនសន្តិសុខស្បៀងសម្រាប់គ្រួសារបង្កើនចំណូលប្រចាំថ្ងៃប្រចាំខែនិងប្រចាំរដូវកាត់បន្ថយការពឹងផ្អែកលើមុខរបរតែមួយនិងថែរក្សាបរិស្ថានឲ្យមាននិរន្តរភាព Slide 3សមាសភាពសំខាន់ៗនៅក្នុងកសិដ្ឋានបែបចម្រុះមានសមាសភាពសំខាន់ៗចំនួន4ទី1គឺដំណាំដូចជាបន្លែប្រចាំថ្ងៃនិងដំណាំហូបផ្លែទី2គឺសត្វដូចជាមាន់ទាជ្រូកឬគោទី3គឺត្រីដែលអាចចិញ្ចឹមក្នុងស្រះស្តុកទឹកទី4គឺជីកំប៉ុស្តដែលផលិតពីលាមកសត្វនិងសំណល់បន្លែចំណុចសំខាន់គឺកសិដ្ឋានចម្រុះមានការភ្ជាប់ធនធានវិលជុំឧទាហរណ៍សំណល់បន្លែអាចយកទៅធ្វើជាចំណីឬជីលាមកសត្វអាចយកទៅធ្វើជីកំប៉ុស្តទឹកស្រះអាចយកទៅស្រោចដំណាំហើយផលិតផលចុងក្រោយអាចយកទៅបរិភោគឬលក់ Slide 4ការរៀបចំទីតាំងកសិដ្ឋានដើម្បីឲ្យកសិដ្ឋានចម្រុះដំណើរការល្អត្រូវមានការរៀបចំទីតាំងឲ្យសមស្របឧទាហរណ៍អាចបែងចែកផ្ទៃដីជា 40% សម្រាប់ដាំបន្លែ 20% សម្រាប់ដំណាំហូបផ្លែ 15% សម្រាប់ស្រះត្រីឬស្តុកទឹក 15% សម្រាប់ចិញ្ចឹមសត្វនិង 10% សម្រាប់ផ្លូវដើរកន្លែងធ្វើជីនិងឃ្លាំងបើដីតូចអាចកាត់បន្ថយតំបន់ស្រះឬចិញ្ចឹមសត្វទៅជានេះហើយផ្ដោតលើបន្លែនិងមាន់ជាអាទិភាពការរៀបចំតំបន់ផលិតឲ្យនៅជិតគ្នានឹងជួយសន្សំពេលវេលាងារថែទាំនិងកាត់បន្ថយថ្លៃដើម Slide 5សកម្មភាពតាមដំណាក់កាលផែនការនេះអាចអនុវត្តតាម4ដំណាក់កាលសំខាន់ៗដំណាក់កាលទី1គឺវាតម្លៃស្ថានភាពត្រូវពិនិត្យទំហំដីប្រភពទឹកប្រភេទដីនិងគណនាទុនរួមទាំងកម្លាំងពលកម្មដែលមានដំណាក់កាលទី2គឺរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចជាធ្វើរបបការពារជីសាសំទ្រង់សត្វនិងធ្វើគ្រែបន្លែដំណាក់កាលទី3គឺចាប់ផ្ដើមផលិតកម្មអាចចាប់ផ្ដើមដោយដាំបន្លែលូតលាស់លឿនចិញ្ចឹមមាន់ឬទានិងដាក់កូនត្រីចូលស្រះដំណាក់កាលទី4គឺគ្រប់គ្រងនិងថែទាំរួមមានការស្រោចទឹកប្រើជីកំប៉ុស្តតាមដានជំងឺដំណាំនិងសត្វកត្រាចំណាយចំណូលនិងរៀបចំការលក់ Slide 6ការវិភាគអនុវត្ត12ខែការអនុវត្តកសិដ្ឋានចម្រុះអាចរៀបចំជាការវិភាគ12ខែនៅខែទី1ដល់ទី3គឺជាដំណើរការរៀបចំមូលដ្ឋានយើងសិក្សាទីតាំងរៀបចំដីទឹករបរនិងសំទ្រង់សត្វនៅខែទី4ដល់ទី6គឺជាពេលចាប់ផ្ដើមផលិតនិងប្រមូលផលដំបូងយើងដាំបន្លែជុំទី1ចិញ្ចឹមមាន់ឬទានិងដាក់កូនត្រីចូលស្រះចាប់ពីខែទី7ដល់ទី12គឺជាការពង្រីកផលិតកម្មក្នុងរយៈពេលនេះអាចប្រមូលផលរូបផលិតផលនិងវាយតម្លៃចំណេញខាតប្រចាំឆ្នាំ Slide 7ធនធានទីផ្សារហានិភ័យនិងលទ្ធផលរំពឹងទុកដើម្បីអនុវត្តផែនការនេះត្រូវមានធនធានសំខាន់ៗ3ប្រភេទទី1គឺធនធានមនុស្សដូចជាសមាជិកគ្រួសារនិងកម្មករបន្ថែមទី2គឺសម្ភារៈដូចជាគ្រាប់ពូជពូជសត្វចំណីនិងឧបករណ៍កសិកម្មទី3គឺហិរញ្ញវត្ថុសម្រាប់សាងសង់ប្រតិបត្តិការនិងបម្រុងទុកចំពោះទីផ្សារកសិករអាចលក់ផលិតផលនៅផ្សារក្នុងស្រុកលក់ឲ្យអ្នកប្រមូលទិញលក់តាមអនឡាញឬក្នុងសហគមន៍ប៉ុន្តែក៏ត្រូវគិតពីហានិភ័យដែរដូចជាអាកាសធាតុជំងឺសត្វនិងដំណាំនិងហានិភ័យទីផ្សារបើគ្រប់គ្រងបានល្អលទ្ធផលរំពឹងទុកគឺគ្រួសារមានអាហារបរិភោគគ្រប់គ្រាន់មានចំណូលបន្ថែមកាត់បន្ថយថ្លៃដើមនិងធ្វើឲ្យកសិដ្ឋានមាននិរន្តរភាពជាសេចក្តីសន្និដ្ឋានកសិកម្មបែបចម្រុះជាវិធីសាស្ត្រសមស្របសម្រាប់គ្រួសារកសិករព្រោះវាជួយបង្កើនចំណូលកាត់បន្ថយហានិភ័យនិងប្រើធនធានឲ្យមានប្រសិទ្ធភាពសូមអរគុណសម្រាប់ការទស្សនាសង្ឃឹមថាផែនការកសិកម្មបែបចម្រុះនេះនឹងជាគំនិតមានប្រយោជន៍សម្រាប់ការអភិវឌ្ឍជីវភាពគ្រួសារនិងការធ្វើកសិកម្មប្រកបដោយនិរន្តរភាពសូមអរគុណ